40 additional restrooms and other improvements planned for Phnom Penh's Walk Street ចឹងគេថា restroom ហ្នឹងគឺសំដៅលើបង្គន់សាធារណៈឬក៏បន្ទប់ទឹកណាចឹងបន្ទប់ទឹកសាធារណៈ improvements នឹងការអភិវឌ្ឍនានាបន្ថែមទៀតចំនួន40គម្រោងឬក៏ចំនួន40 plan ណាត្រូវបានរៀបចំជាផែនការរៀបចំផែនការគឺសំដៅលើរៀបចំផែនការក្នុងការធ្វើក្នុងការសាងសង់ជាដើមណាសម្រាប់ Walk Street ណាផ្លូវថ្មើរជើងរបស់រាជធានីភ្នំពេញឬក៏ផ្លូវថ្មើរជើងក្នុងរាជធានីភ្នំពេញអញ្ចឹងបន្ទប់ទឹកសាធារណៈនិងការផ្ាត់នានាចំនួន40បន្ថែមទៀតត្រូវបានរៀបចំណាក្រុងក្នុងការសាងសង់ឬក៏ធ្វើឡើងនៅក្នុងតំបន់ផ្លូវថ្មើរជើងរបស់រាជធានីភ្នំពេញមុនចូលរបស់ខ្ញុំបងចង់តិចសិនចង់រៀបឯកសារមានការ promotion free 1ឆ្នាំហេតុថាបងចំណាយដដែលសិក្សាបានរហូតដល់2ឆ្នាំចំណាយតែ$29.9ទេរៀនបានរហូតដល់2ឆ្នាំសម្រាប់បងចង់រៀបឯកសារណាអាចមើលពុំមានលម្អិតនៅក្នុងចំណងជើងវីដេអូនេះ caption វីដេអូនេះខ្ញុំបានដាក់ជូនរបៀបសិក្សាអីផ្សេងមានដាក់ជូននៅខាងក្រោមចំណងជើងរួចរាល់បងចាប់អារម្មណ៍គ្រាន់តែតាក់ទងមកបងអាចចូលសិក្សាណាចូលរៀនតែម្ដងបានអញ្ចឹងយើងចូលមកអត្ថបទរបស់យើង To further improve Phnom Penh's popular Walk Street, His Excellency Khuong Sreng, Governor of Phnom Penh, has instructed the Department of Public Works and Transport of Phnom Penh to build additional 40 public restrooms and review and renovate part of the riverbank. គេថាដើម្បី improve ណាអភិវឌ្ឍបន្ថែមនៅផ្លូវថ្មើរជើងដ៏ពេញនិយមនៅក្នុងរាជធានីភ្នំពេញអាយដាមខួងស្រេង Governor អភិបាលរាជធានីភ្នំពេញបាន instruct ណាណែនាំឬក៏បញ្ជាឲ្យក្រសួងសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញស្ថាបនាឬក៏សាងសង់បន្ទប់ទឹកសាធារណៈចំនួន40បន្ថែមទៀតនិងពិនិត្យក៏ដូចជា renovate មានថាពាក្យ renovate មានថាកែច្នៃឡើងវិញណាកែប្រែឡើងវិញអ្វីមួយឲ្យវាល្អឲ្យវាភាសាគេថា renovate ផ្នែកមួយនៃច្រាំងទន្លេផងដែរ In order for the above project to proceed smoothly in accordance with technical standards on May 2nd, 2025, His Excellency Khuong Sreng, Governor of Phnom Penh, led officials and specialized departments as well as territorial authorities to inspect the site, which is located at the Daicho Mir and Daicho Yacht statues or in front of Wat Analom in Phnom Penh district. គេថាដើម្បីឲ្យគម្រោងខាងលើ proceed ណាវាដំណើរការវាមានដំណើរការល្អ smoothly មានថាដោយរលូនឬក៏ល្អស្របតាមស្តង់ដារបច្ចេកទេសនៅថ្ងៃទី2ខែឧសភាឆ្នាំ2025នេះអាដាមខួងស្រេងអភិបាលរាជធានីភ្នំពេញបានដឹកនាំក្រុម officials ណាក្រុមមន្ត្រីនិង specialized departments និងមន្ទីរជំនាញឬក៏អាចថាមន្ទីរជំនាញមន្ទីរ departments អាចប្រែថាមន្ទីរឬក៏ department department អីជាដើមណាខ្ញុំភ្លេចពាក្យខ្មែរយើងដូចមានពាក្យមួយទៀតបងដូចជានាយកដ្ឋាននាយកដ្ឋាន specialized ណាជំនាញក៏ដូចជាអាជ្ញាធរដែនដី territorial authority អាជ្ញាធរនៅក្នុងតំបន់អាជ្ញាធរនៅក្នុងទីតាំងខាងលើណាinspect ណាពិនិត្យទីតាំងគម្រោងខាងលើដែលមានដែលស្ថិតនៅគេហៅថារូបសំណាកដែលចូលមាសដែលចូលយ៉តឬក៏នៅពីមុខហ្នឹងវត្តអណាឡោមដែលស្ថិតនៅក្នុងខណ្ឌដូនពេញ Mr. Sam Pisit, Director of the Phnom Penh Municipal Department of Public Works and Transport said according to the instructions of Mr. Khuong Sreng, Governor of the Phnom Penh Municipal Government, the Phnom Penh Municipal Department of Public Works and Transport has instructed
the Phnom Penh Municipal Department of Public Works and Transport to build 37 restrooms at the above location, including 22 male restrooms, 10 squatting restrooms, and 12 standing restrooms, 14 female restrooms, and 1 disabled restroom. លោកសំពិសិដ្ឋប្រធានមន្ទីររាជធានីភ្នំពេញប្រធានមន្ទីរសំទោសអានេះមន្ទីរសឹងជាប្រែនេះសិនមន្ទីរសាធារណការដឹកជញ្ជូនរាជធានីភ្នំពេញណាចឹងគាត់ជាប្រធានមន្ទីរសាធារណការដឹកជញ្ជូនរាជធានីភ្នំពេញបានដឹងថាយោងទៅតាមការណែនាំរបស់លោកគ្រូស្រេងអភិបាលរាជធានីភ្នំពេញមន្ទីរសាធារណការដឹកជញ្ជូនរាជធានីភ្នំពេញបាន instruct បញ្ជាឲ្យកន្លែងច្រើនណាបងភ្នំពេញ Municipal Department of Public Works and Transport អញ្ចឹងមានថាអភិបាលក៏ពិតកន្លែងនេះមានកន្លែងច្រំដែរណាប្រហែលជាមានការភ័ន្តច្រឡំអញ្ចឹងគឺបញ្ជាឲ្យមន្ទីរសាធារណការដឹកជញ្ជូនរាជធានីភ្នំពេញហ្នឹងគឺស្ថាបនា restrooms បន្ទប់ទឹកចំនួន37នៅក្នុងទីតាំងខាងលើដែលក្នុងនោះមានបន្ទប់ទឹកបរោះចំនួន22 10 squatting restrooms បន្ទប់ទឹកសម្រាប់បត់ជើងណាគេហៅ squatting យើងអាចអង្គុយបត់ជើងគេហៅបន្ទប់ទឹកបែបហ្នឹងមានចំនួន10ហើយនឹង standing restroom បន្ទប់ទឹកបែបឈរណាចំនួនឈរក្នុងការបន្ទោបង់ក្នុងការចំនួន12ចឹងសរុបទៅវា22ហើយនឹងបន្ទប់ទឹកសម្រាប់ស្ត្រីមាន14និងបន្ទប់ទឹកសម្រាប់ជនពិការហ្នឹងមានចំនួន1 For the riverbank repair site, authorities are currently renovating 172 meter long section with a 22 meter long slope នៅទីតាំងជួសជុលមាត់ទន្លេអាជ្ញាធរកំពុងតែ renovate ណាជួសជុលឡើងវិញនៅផ្នែកដែលមានប្រវែង172ម៉ែត្រផ្នែកមានផ្នែកនៃច្រាំងទន្លេណាមានប្រវែង172ម៉ែត្រដែលមាន22ម៉ែត្រ long slope មានថាពាក្យ slope មានថាជម្រាលដីដែលមានជម្រាលមួយខ្ពស់មួយទៀតគេជម្រាលដែលប្រវែងមាត់ច្រាំងនេះមានជម្រាលប្រមាណជា22ម៉ែត្រអញ្ចឹងមានថាគេកំពុងជួសជុលផ្នែកនៃច្រាំងទន្លេដែលមានប្រវែង172ម៉ែត្រហើយផ្នែកនៃ172ម៉ែត្រហ្នឹងមានជម្រាលជាដីជម្រាលណាមានប្រវែង22ម៉ែត្រ For these two projects the river bank will take 1 month to build សម្រាប់គម្រោងស្ថាបនាឬក៏ជួសជុលឡើងវិញនេះច្រាំងទន្លេនឹងត្រូវការរយៈពេល1ខែក្នុងការស្ថាបនាឬក៏សាងសង់ The restrooms will take 3 months to build បន្ទប់ទឹកសាធារណៈទាំងអស់នឹងត្រូវចំណាយពេល3ខែក្នុងការស្ថាបនា Mr. Sampisit stated that the above project was carried out to welcome visitors on the walking street and to welcome the upcoming Rail Boat Festival លោកពិសិដ្ឋបានលើកឡើងទៀតថាគម្រោងស្ថាបនាខាងលើនេះគឺត្រូវបានអនុវត្តដើម្បីឬក៏ធ្វើឡើងដើម្បីស្វាគមន៍អ្នកទស្សនានៅផ្លូវថ្មើរជើងក៏ដូចជាទទួលស្វាគមន៍ពិធីបុណ្យអុំទូកណាគេថាប៉ុណ្ណាគេបុណ្យអុំទូកបណ្ដែតប្រទីបអានឹងវិញណាខ្ញុំសូមប្រែកាត់ចុះណាពិធីបុណ្យអុំទូកនៅពេលខាងមុខផងដែរ His Excellency Khun Sreng during the inspection instructed the Phnom Penh Municipal Department of Public Works and Transport to build bathrooms for sufficient ventilation and lighting for the well-being of citizens and national and international visitors who come to relax in the area ចឹងអាដាមគូសេងហ្នឹងក្នុងកំឡុងពេលចុះពិនិត្យគម្រោងសាងសង់ខាងលើហ្នឹងបានបញ្ជាឲ្យមន្ទីរសាធារណការដឹកជញ្ជូនរាជធានីភ្នំពេញហ្នឹងគឺសាងសង់បន្ទប់ទឹកដែលមាន ventilation មានខ្យល់ចេញចូលណាហើយនឹង lighting ពន្លឺ sufficient ពាក្យ enough ណាមានតែគ្រប់គ្រាន់
ដើម្បីឲ្យមានដើម្បីជាសុខុមាលភាពនៃប្រជាពលរដ្ឋក៏ដូចជាអ្នកទស្សនាជាតិអន្តរជាតិដែលនឹងមកសម្រាប់លំហែនៅក្នុងតំបន់ខាងលើផងដែរដូចខ្ញុំជម្រាបពីដើមសម្រាប់ចង់រៀនវគ្គសាស្ត្រនេះមានការ version បន្ថែម1ឆ្នាំរយៈពេល1ឆ្នាំអញ្ចឹងតម្លៃដែរសិក្សា2ឆ្នាំពលចូលខាតទៅគឺ dualflearning.com ជាស្នាដៃ3ខាងលើស្ដាប់នេះជួយកន្លែងពាក្យវគ្គសិក្សាឬក៏ courses អូខេវគ្គសាស្ត្រនៅលើគេណាមុនចុចចូលមកមើលព័ត៌មានលម្អិតណាវគ្គសាស្ត្ររបៀបរៀនផ្សេងហើយនៃរយៈពេលគឺ24ខែគឺ2ឆ្នាំពលអាចរៀនបានរហូតដល់2ឆ្នាំសូមមើលព័ត៌មានលម្អិតពីរៀបសិក្សាផ្សេងខ្ញុំដាក់ក្នុងចំណងជើងវីដេអូនេះរួចរាល់ព័ត៌មានវគ្គសិក្សាក៏បានដាក់ជូនរួចរាល់អញ្ចឹងបងប្អូនដែលចាប់អារម្មណ៍ចុះឈ្មោះគ្រាន់តែតាក់ទងមកបងការសិក្សាចូលសិក្សាតែម្ដងអញ្ចឹងការប្រជុំត្រឹមថ្ងៃទី8ឧសភាឆ្នាំ2025តែប៉ុណ្ណោះអរគុណជម្រាបលា